កម្ពុជានិងម៉ាឡេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមរយៈវេទិកាពាណិជ្ជកម្មនិងជំនួបផ្គូផ្គងធុរកិច្ចចង់ឲ្យអាហារមានរសជាតិឆ្ងាញ់និងគ្រួសារមានសុភមង្គលត្រូវជ្រើសរើសប៊ីចេងសញ្ញាចុងភៅកាន់វែកប៊ីចេងសញ្ញាចុងភៅកាន់វែកគឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមេផ្ទះគ្រប់រូបទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ097 51 94 924និង092 78 56 85នាព្រឹកថ្ងៃពុធទី19ខែសីហាឆ្នាំ2026ដែលសន្តាគារ Hyatt Regency Phnom Penh លោកជំទាវ ចំនិមលគ្រាប់មន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជាម៉ាឡេស៊ីនិងជំនួបផ្គូផ្គងធុរកិច្ចភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញ EAM មកកាន់កម្ពុជាឆ្នាំ2026ដែលមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតអូស្មានហាសាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសឯកឧត្តម Shaharuddin bin On ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម Dato Seri Riza American Naina American ប្រធានសាជីវកម្មអភិវឌ្ឍពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធតំណាងសហគមន៍ធុរកិច្ចនិងក្រុមហ៊ុននៃប្រទេសទាំងពីរដើម្បីស្វែងរកឱកាសក្នុងការពង្រីកការធ្វើពាណិជ្ជកម្មនិងភាពជាដៃគូធុរកិច្ចរវាងកម្ពុជានិងម៉ាឡេស៊ីជាកិច្ចចាប់ផ្ដើមលោកជំទាវរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូម៉ាឡេស៊ីនិងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ីស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាសាជីវកម្មអភិវឌ្ឍពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី Stand Trade និងដៃគូទាំងអស់ដែលបានផ្ដួចផ្ដើមនឹងសហការក្នុងការរៀបចំវេទិកាពាណិជ្ជកម្មនិងជំនួបផ្គូផ្គងធុរកិច្ចដ៏មានសារៈសំខាន់នេះឡើងដែលនឹងបន្តចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរលោកជំទាវរដ្ឋមន្ត្រីបានគូបញ្ជាក់ពីសន្ទុះវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគីដោយក្នុងឆ្នាំ2025ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ $1.08 លានអាមេរិកកើនឡើងជិត 25% បើធៀបនឹងឆ្នាំ2024ដែលមានចំនួន$865 លានអាមេរិកពលគឺសម្រេចបាននឹងកើនលើស$1,000 លានអាមេរិកដោយដែលភាគីទាំងពីរបានបដិញ្ញាក្នុងពេលកន្លងមកដោយឡែកក្នុងរយៈពេល7ខែដំបូងនៃឆ្នាំ2026ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ប្រមាណ$947 លានអាមេរិកកើនឡើង 58.27% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2025លោកជំទាវរដ្ឋមន្ត្រីបានបន្តថាកំណើនពាណិជ្ជកម្មដ៏រឹងមាំនេះបានឆ្លុះបញ្ចាំងពីភាពបំពេញបន្ថែមឲ្យគ្នារវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរនិងបានអំពាវនាវឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅលើសពីការបង្កើនទំហំពាណិជ្ជកម្មដោយផ្ដោតលើការវិនិយោគការចាប់ដៃគូអាជីវកម្មកិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យាការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់និងបង្កើនការចូលរួមឲ្យកាន់តែច្រើនរវាងវិស័យឯកជនជាពិសេសសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសទាំងពីរក្នុងន័យនេះលោកជំទាវរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យធុរជនម៉ាឡេស៊ីស្វែងរកឱកាសថ្មីៗនៅកម្ពុជាក្នុងវិស័យដូចជាទំនិញប្រើប្រាស់ទូទៅកសិផលកែច្នៃសុខាភិបាលថាមពលបៃតងសេវា Digital ភស្តុភារកម្មនិងវិស័យហាឡាលជាដើមព្រមទាំងជំរុញការពង្រឹងកិច្ចសហការរវាងវិស័យឯកជនតាមរយៈការរៀបចំជាប្រចាំនៅវេទិកាផ្គូផ្គងធុរកិច្ចការផ្សព្វផ្សាយពាណិជ្ជកម្មការផ្ដល់ព័ត៌មានទីផ្សារនិងការសម្របសម្រួលការវិនិយោគជាដើមជាមួយគ្នានេះលោកជំទាវរដ្ឋមន្ត្រីបានគូបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើតបរិយាកាសធុរកិច្ចដែលមានភាពបើកចំហអាចព្យាករណ៍បានមានតម្លាភាពនិងផ្អែកលើគោលការណ៍នីតិរដ្ឋតាមរយៈការសម្រួលនិងការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្មព្រមទាំងការបន្តសម្របសម្រួលលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ដោយបន្តផ្ដោតសំខាន់លើកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងដោយស្មើភាពជាពិសេសលោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីសក្តានុពលនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហាឡាលបន្ទាប់ពីក្រសួងពាណិជ្ជកម្មបានដាក់ឲ្យដំណើរការយុទ្ធនាការទូទាំងប្រទេសកាលពីថ្ងៃទី31ខែកក្កដាឆ្នាំ2026ដើម្បីជំរុញនិងបង្កើនការចុះបញ្ជីផលិតផលហាឡាលដើម្បីជំរុញការនាំចេញផលិតផលរបស់កម្ពុជាបន្ថែមទៀតមុននឹងបញ្ចប់លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយ MAT Trade ស្ថានទូតម៉ាឡេស៊ីសមាគមធុរកិច្ចម៉ាឡេស៊ីវិស័យឯកជនកម្ពុជានិងដៃគូពាក់ព័ន្ធនានាដើម្បីប្រែក្លាយទំនាក់ទំនងទ្វេភាគីដ៏រឹងមាំទៅជាឱកាសពាណិជ្ជកម្មជាក់ស្ដែងនិងផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរលោកជំទាវរដ្ឋមន្ត្រីបានអំពាវនាវដល់វិស័យឯកជននៃប្រទេសទាំងពីរ
ឲ្យរួមគ្នាប្រែក្លាយការចូលដល់ទីផ្សារទៅជាវត្តមាននៅក្នុងទីផ្សារនិងទំនាក់ទំនងធុរកិច្ចទៅជាភាពជាដៃគូពាណិជ្ជកម្មដើម្បីរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងវិបុលភាពរួមរបស់ប្រទេសទាំងពីរ។